បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាក៏ដូចជា fan page របស់ page admin កុងឬក៏គាំទ្រតាម channel TikTok របស់ MC កុង Sport ឬក៏ page ព័ត៌មានកីឡា admin កុងទាំងអស់គ្នាហើយសម្រាប់វីដេអូថ្ងៃនេះមួយ admin ក៏មានតម្រុយបាល់2គូនិងយកមកចែកជូនបងប្អូនដូចជារាល់ដងហើយសម្រាប់2គូនៃadmin រៀបចំក្នុងថ្ងៃនេះនៅក្នុងព្រឹត្តិការណ៍ UEFA Champions League សប្តាហ៍ទី3ហើយសម្រាប់ក្នុងការប្រកួតនេះគឺគូទី1ដែល admin នឹងធ្វើការជឿរឿងមកហ្នឹងគឺ Real Madrid និងបើកកីឡាដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមហ៊ាវមកពី Calcio Serie A គឺ Juventus ចំណែកគូទី2គឺក្រុម FC Bayern Munich មកពី Bundesliga របស់អាល្លឺម៉ង់និងបើកកីឡាដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវមកពី Belgium គឺ Club Brugge ណែសម្រាប់ក្រុមទី1យើងមកធ្វើការវិភាគលេងៗណាសម្រាប់ Real Madrid ពេលនេះយើងអាចនិយាយបានថាគឺជាក្រុមមួយដែលល្អនេះណា admin ឃើញបច្ចុប្បន្នកំពុងតែឈរនៅលេខរៀងទី1ក្នុងតារាង La Liga របស់អេស្ប៉ាញហើយការប្រកួតទៀតសោតមិនថាក្នុងដីឬថាក្រៅដីទេតែจะធ្វើបានល្អតែរឿងការដាច់វិនិយោគរៀងតឹងតិចតែបើមើលតាមទម្រង់លេងបច្ចុប្បន្នរបស់ក្រុម Juventus មកពី Calcio Serie A អ៊ីតាលីវិញដូចជាមិនសូវល្អទេដូចជាមើល admin បើតាម admin ចាំ5ប្រកួត6ប្រកួតចុងក្រោយនេះ FC Juventus មិនទាន់ស្គាល់ពាក្យថាឈ្នះម្ដងណាទេមានតែស្មើនឹងចាញ់ដូច្នេះរៀងពិបាកបន្តិចឯសម្រាប់យប់នេះក្នុងការទៅលេងដល់ទឹកដី Santiago Bernabeu ដូច្នេះសម្រាប់បងប្អូនដែលជាអ្នកគ្រប់គ្រង admin កងត admin សំណែននាំឲ្យបងប្អូនធ្វើការគ្រប់គ្រងទៅក្រុមចាត់ផ្ទះ FC Real Madrid យប់នេះពិតជាមិនខកបំណងទេជឿជាក់ថា Real Madrid យប់នេះមិនក្រោម2គ្រាប់ទេអូខេចូលមករកក្រុមទី2រវាង FC Bayern Munich មកពីអាល្លឺម៉ង់និងបើកកីឡាដ្ឋាន Allianz Arena ជួបជាមួយនឹងក្លឹបមកពី Belgium គឺ Club Brugge សម្រាប់ក្រុមទាំងពីរបើយើងមើលតាមទម្រង់លេងបច្ចុប្បន្នគឺល្អទាំងពីរប៉ុន្តែគុណភាពក្នុងលីកគឺខុសគ្នាឆ្ងាយដោយសារលីកអាល្លឺម៉ង់មានគុណភាពរៀងខ្ពស់ជាងគុណភាពលីកនៅក្នុង Belgium ការនិយាយបែបនេះមិនមែន admin មើលងាយទៅលីក Belgium ថាมันល្អมันខ្លាំងទេគ្រាន់តែបើយើងមើលតាមគុណភាពក្រុមនីមួយៗគឺតាមដែល admin និយាយមិនខុសទេគុណភាពរបស់លីកអាល្លឺម៉ង់គឺល្អហើយការប្រកួតក៏ដូចជាទម្រង់លេងរបស់ FC Bayern Munich បងប្អូនដឹងស្រាប់ហើយជួបក្រុមណាក៏សុទ្ធយកមិនបណៃទេតែការប្រកួតចុងក្រោយរៀងឡាក់លួនតិចជួបជាមួយនឹងDortmund ណារៀងចុងក្រោយទៅឲ្យ Dortmund វាយប្រព័ន្ធបែកអ្នកចាញ់សន្តិមកប្រទេសតែអីទេយប់នេះ admin ជឿថាសម្រាប់ការវិនិយោគត្រឹមតែ2បូក admin ជឿថាយប់នេះ Bayern Munich នឹងលុតក្រុមភ្ញៀវ Club Brugge 3-0អញ្ចឹងបងប្អូនដែលគ្រប់គ្រង admin ណា admin ណែនាំបងប្អូនគូនេះគ្រប់គ្រងទៅក្រុមចាប់ផ្ទះ FC នំប៉័ង Bayern Munich ជាមួយ admin ទាំងអស់គ្នានេះគ្រាន់តែជាតម្រូវបាល់2គូដែល admin ធ្វើការចែកជូនបងប្អូននៅក្នុង page ក៏ដូចជានៅក្នុង channel TikTok របស់ admin តែបើបងប្អូនចង់បានតម្រុយបាល់ឬធីបាល់គូពិសេសផ្សេងទៀតបងប្អូនអាចធ្វើការ join group VIP AKFC Sport Tip ជាមួយ admin ទាំងអស់គ្នាឬក៏បងប្អូនមានបំណងចង់មកតាមដានព័ត៌មានកីឡាបាល់ទាត់ផ្សេងៗនៅក្នុង group យើងក៏មានដែរណាអញ្ចឹងសម្រាប់វីដេអូមួយនេះក៏មានត្រឹមតែប៉ុណ្ណេះដែរជាចុងក្រោយសូមបងប្អូនកុំភ្លេចចុច like share follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា